ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនបរិះទាំងអស់គ្នាឲ្យដឹងអំពីមូលហេតុនៃការឈឺចាប់នៅក្នុងថង់ប្រុងស្មាស់មិនថាបងប្អូនឈឺចាប់ខ្លាំងឈឺចាប់តិចតួចឬក៏មានអារម្មណ៍ថាអួលនៅក្នុងថង់ប្រុងស្មាស់ក្តីមូលហេតុទាំងអស់នោះរួមមានជំងឺរមួលប្រុងស្មាស់ជំងឺរលាកក្រពេញអេពីរីឌីមជំងឺរលាកប្រុងស្មាស់ជំងឺមានដុំសាច់នៅលើប្រុងស្មាស់ជំងឺទឹកដក់នៅក្នុងថង់ប្រុងស្មាស់ជំងឺរីកសរសៃវ៉ែនប្រុងស្មាស់ជំងឺក្លន់លូននិងមានបងប្អូនមួយចំនួនទៀតហ្នឹងមានគ្រោះនៅក្នុងតម្រងនោមក៏អាចនឹងមានរោគសញ្ញាឈឺនៅក្នុងប្រុងស្មាស់ផងដែរប្រសិនបើបងប្អូនមានរោគសញ្ញាឈឺចាប់នៅក្នុងថង់ប្រុងស្មាស់សូមអញ្ជើញទៅពិគ្រោះនិងប្រឹក្សាយោបល់ជាមួយវិជ្ជបណ្ឌិតឯកទេសឲ្យបានត្រឹមត្រូវពីព្រោះមូលហេតុនៅក្នុងថង់ប្រុងស្មាស់គឺមិនតម្រូវឲ្យព្យាបាលដោយថ្នាំទាំងអស់នោះទេគឺត្រូវធ្វើការដោយការវះកាត់និងករណីខ្លះទៀតត្រូវធ្វើការវះកាត់ជាបន្ទាន់ផងដែរ